តសាច់រឿងរបស់យើងមកយើងឃើញថានាគសនាងប៊ីប៉ះទៅនឹងគំនូសនោះទៅហើយតែនាងមិនឲ្យខ្លួននាងប៉ះទៅនឹងគំនូពណ៌សនោះឡើយអាស៊ីរីភ្ញាក់ផ្អើលមិនក៏នាងឈប់អញ្ចឹងហើយយើងមកមើលនាគសព្រោះថានាងបានយកកន្ទុយតោងជាប់នឹងថ្មដែលនៅក្បែរនាងគិតថាសំណាងហើយចលនាដ៏ឃោរឃៅដែលព្រះអង្គម្ចាស់អាសាធរបានធ្វើនាពេលនេះបានបណ្ដាលឲ្យកំទេចកំទីដែលនៅព័ទ្ធជុំវិញបានដួលរលំមកជិតខ្ញុំហើយផ្ដល់នូវចំណុចទាញដ៏ល្អឥតខ្ចោះបែរមកខាងក្រៅឯណេះអាស៊ីរីត្រូវបាននាគយក្សវាយត្រូវវាឲ្យប៉ើងទៅខ្ទប់នឹងផ្ទាំងថ្មមួយទំហឹងអាសាធរនាងថានេះប្រសើរជាងកុំឲ្យឯងចេញក្រៅពីការប្រយុទ្ធដោយសារតែអាស៊ីរីវាពិនរត់ពេកឯវិញ្ញាណដាវនាងបរាជ័យក្នុងការរុញនាគសឲ្យទៅត្រូវនឹងគំនូសនោះហើយនាងបានសុំទោសអាស៊ីរីផងដែរនាគសនាងបានប្រើធម៌ពលរបស់នាងរុញវិញ្ញាណដាវឲ្យចូលទៅនឹងបណ្ដុំនៃព្រលឹងដែលត្រូវបាននាគសនាងកំពុងរំលាយនាងនិយាយទៅវិញ្ញាណដាវថាធ្វើជាអាហារបំពន់ដើម្បីឲ្យខ្ញុំជាសះស្បើយទៅយើងឃើញថាវិញ្ញាណដាវនាងបានចូលទៅក្នុងនោះហើយក៏ជួបទៅនឹងអូនរបស់អាស៊ីរីដែលនៅក្នុងនោះដែរដោយព្រលឹងរបស់ពួកគេគឺមានពណ៌ដូចគ្នាផងដែរបែរមកទិដ្ឋភាពខាងក្រៅឃើញនៅភ្នំកំពុងតែហុយដែលអាស៊ីរីត្រូវបាននាគយក្សវាយពេលនោះអាស៊ីរីបានងើបមកវិញរួចក៏ប្រើល្បឿនហោះទៅរកនាគយក្សដែលកំពុងភ្លេចខ្លួនហើយក៏ត្រូវបានអាស៊ីរីបុកចំខ្លួនដែលធ្វើឲ្យនាគយក្សស្រែកឯនៅខាងក្នុងនេះក៏មានការរង្គើហើយក៏ធ្វើឲ្យនាគសនាងលែងមានលំនឹងទប់ខ្លួនដែលបណ្ដាលឲ្យប៉ះទៅនឹងគំនូសបានសម្រេចអាស៊ីរីវាមិនចាំយូរទេដៃរបស់វាចាំកាល់ឯនាគសនាងចាប់ផ្ដើមស្រែកដោយសារតែគំនូសនឹងវាប៉ះស្អីទៅដឹងហើយ System បានលោតឡើងការប៉ះគំនូសមានរយៈពេល10នាទីឯវេទមន្តរបស់នាងក៏ត្រូវបានបែកខ្ទេចផងដែរអាសាធរដែលកំពុងតែបញ្ជារាងកាយនាគយក្សនាគសតើនាងកំពុងធ្វើអីនឹងនិយាយចប់ភ្លាមនាគយក្សបានខ្ជាក់នៅព្រលឹងទាំងអស់ចេញពីមាត់របស់វាហើយព្រលឹងទាំងនោះក៏ហោះទៅរករាងកាយរបស់ពួកគេវិញឯព្រលឹងអាសាធរបានចូលមកថាឲ្យនាគសដែលមិនបានរក្សាព្រលឹងរបស់ពួកគេនាគសនាងសុំទោសខ្ញុំបានព្យាយាមអស់ពីសមត្ថភាពហើយអាសាធររាងកាយដែលខូចនេះមិនអាចយកមកវិញបានទេដោយគ្មានអាហារបំពន់ពីព្រលឹងទេអ្នកចម្បាំងទាំងនោះគួរតែមករកយើងម្ដងទៀតវានឹងមានបញ្ហាខ្លះវានឹងមិនកើតឡើងទេព្រលឹងត្រូវចំណាយពេលយ៉ាងតិច1ថ្ងៃដើម្បីភ្ញាក់ខ្លួនឡើងវិញបន្ទាប់ពីត្រឡប់ទៅរាងកាយវិញពួកយើងអាចប្រើពេលនេះដើម្បីរត់គេចនៅពេលដែលសមត្ថភាពរបស់ខ្ញុំងើបឡើងវិញខ្ញុំនឹងត្រឡប់មកវិញដើម្បីសងសឹកនាគសចាំបន្តិចលោកម្ចាស់អាសាធរទេគុំហើយយើងឃើញថានាគសនាងចាប់ផ្ដើមរលាយដោយសារតែអាសាធរបានយករាងកាយនិងព្រលឹងរបស់នាងអាស៊ីរីនាគសកំពុងចាប់ផ្ដើមរលាយបាត់ហើយអាស៊ីរីក៏ស្រាប់តែនឹកឃើញថាដាវរបស់វាមិនបានមកវិញទេមិនអាចទៅរួចទេវាមិនអាចរលាយបាត់ភ្លាមៗទេវាត្រូវតែធ្លាក់នៅកន្លែងណាមួយហើយវាប្រកាសជានៅទីនោះពេលនោះវាភ្ញាក់ផ្អើលព្រោះថាវត្តមានរបស់នាគសបានលេចឡើងនៅចំពោះមុខអាស៊ីរីឆ្ងល់ System នេះមិនបាននិយាយថានាងនាគនៅក្នុងនាគយក្សត្រូវបានគេកំទេចចោលទេតើមានរឿងអ្វីកើតឡើងទៅនេះគឺគ្មានអារម្មណ៍ល្អទាល់តែសោះអាស៊ីរីបានសង្កេតមើលទៅលើនាគសហើយក៏កត់សម្គាល់ថាមុខរបស់នាគសបានប្រែទៅជាអាសាធរនាងបានបង្ហើបមាត់ហើយក៏ព្រុសភ្លើងទៅដាក់អាស៊ីរីយ៉ាងសន្ធោសន្ធៅតែអាស៊ីរីបានគេចផុតសំដៅទៅរកថ្មមួយដើម្បីពួនអាស៊ីរីវាជាអណ្ដាតភ្លើងរបស់នាគវាមានរាងកាយរបស់នាងនាគនោះរំពេចនោះអាសាធរបានស្ទុះមកចិត្តអាស៊ីរីបន្តមកក៏យកជើងវាត់ចំអាស៊ីរីបុកធ្លាក់ចុះទៅក្រោមពេញមួយទំហឹងហើយអាសាធរនាងកំពុងឈរនៅលើអាស៊ីរីដែលធ្វើឲ្យអាស៊ីរីខ្ជាក់ឈាមចេញមកអាសាធរបន្ទាប់ពីពេលនេះធម៌ពលរបស់ឯងហាក់ដូចជាមិនមានការកើនឡើងគួរឲ្យកត់សម្គាល់នោះទេអាស៊ីរីចង្រៃយកខ្ញុំមិនអាចងើបចេញបានទេអាសាធរនាងបន្តទៀតថាឯងពិតជាមិនដឹងពីរបៀបប្រើប្រាស់ធម៌ពលនេះឲ្យមានប្រសិទ្ធភាពទេនៅពេលដែលខ្ញុំទទួលបានធម៌ពលរបស់ System ខ្ញុំបានឈានដល់កម្រិតមួយក្នុងរយៈពេលត្រឹមតែ1ខែប៉ុណ្ណោះដែលឯងមិនអាចសង្ឃឹមបានឡើយឯងល្ងងណាស់មិនដឹងពីរបៀបប្រើអំណាចរបស់ឯងដើម្បីគ្រប់គ្រងស្រីរបស់ឯងទោះបីជាពួកគេប្រឆាំងក៏ដោយឯងត្រូវតែបង្កើនធម៌ពល
ពលរបស់ឯងជាបន្តបន្ទាប់វិធីនេះឯងនឹងឡើងទៅកាន់ថប់នៃពិភពលោកឆាប់ៗនេះអាស៊ីរីសម្លឹងទៅមើលអាសាធរនោះហើយជាមូលហេតុដែល system មិនពេញចិត្តឯងអាសាធរនាងស្ងាត់បន្តិចរួចក៏ប្រើធម្មពលដាក់ទៅលើដៃប៉ុន្តែឯងនៅតែបញ្ចប់ហើយនឹងស្រែកនៅក្រោមជើងរបស់យើងដោយធម្មពលនៅលើដៃរបស់នាងពិតជាធំមែនទែនមិនដឹងថាអាស៊ីរីវាទៅផឹកតែជាមួយប្អិនឬអត់ទេតែពេលនោះអាស៊ីរីមានសង្ឃឹមមកវិញព្រោះថាដាវស្លេដ្រាហ្គនបានហោះមកបុកចំខ្នងអាសាធររួចក៏ធ្លាក់ទៅក្រោមអាសាធរឃើញអញ្ចឹងក៏សើចហើយនាងក៏ចាប់ផ្ដើមយកដុំភ្លើងដាក់ទៅរកអាស៊ីរីក៏ស្រាប់តែវិញ្ញាណដាវនាងចេញមកថើបអាស៊ីរីដែលធ្វើឲ្យការអត្ថាករបស់វាកើនឡើងអាស៊ីរីមិនចាំយូរបានយកដៃខ្វាសជើងរបស់អាសាធរចេញព្រមទាំងយកដាវកាប់ដៃរបស់នាងចេញផងដែរដែលធ្វើឲ្យដុំភ្លើងនោះបុកចំទៅនឹងជ្រុងម្ខាងហើយផ្ដល់ឱកាសឲ្យអាស៊ីរីកិច្ចខ្លួនចេញអាសាធរមើលទៅអាស៊ីរីឯងបានលោតចេញឯវិញ្ញាណដាវនាងថាលោកម្ចាស់សុំទោសដែលខ្ញុំមកយឺតខ្ញុំមានការយឺតយ៉ាវខណៈពេលដែលនាំពួកគេមកអាស៊ីរីពួកគេវិញ្ញាណដាវពួកគេគឺនៅក្រោយលោកអាស៊ីរីបានងាកទៅខាងក្រោយឃើញនៅអ្នកទាំង5ដោយបេឡានាងថាស៊ីរីតើពួកគេទាំងអស់គ្នាដឹងអំពីសមត្ថភាពធម្មពលរបស់លោកដោយរបៀបណាបន្ទាប់ពីកម្ចាត់សត្រូវលោកត្រូវផ្ដល់ការពន្យល់ត្រឹមត្រូវដល់ខ្ញុំអ្នកបន្ទាប់យុគលោកម្ចាស់ខ្ញុំយកចិត្តទុកដាក់ចំពោះលោកច្រើនបំផុតខ្ញុំបាននៅទីនេះដើម្បីជួយលោកក្នុងការប្រយុទ្ធអ្នកបន្ទាប់សាឌីលកុំយល់ថាខ្ញុំខុសខ្ញុំមិនដូចយុគទេខ្ញុំបានឮនៅអ្វីដែលសត្វនាគបាននិយាយទោះបីជាព្រលឹងរបស់ខ្ញុំត្រឡប់មករករូបកាយរបស់ខ្ញុំនៅពេលនេះក៏ដោយវានៅតែមិនអាចធ្វើអ្វីបានដូច្នេះខ្ញុំជ្រើសរើសនៅទីនេះគឺចង់ជួយគេសោះហ្នឹងធ្វើឯងនិយាយឡើយអីណាហើយអ្នកបន្ទាប់ទៀតលីលាខ្ញុំអាចប្រើវេទមន្តបន្សុទ្ធសូម្បីតែនៅក្នុងព្រលឹងការព្យាបាលរបួសរបស់លោកក៏ជាទំនួលខុសត្រូវរបស់ខ្ញុំដែរខ្ញុំគិតថាខ្ញុំអាចជួយបានហើយអ្នកចុងក្រោយដាហ្វីនខ្ញុំនៅទីនេះព្រោះសត្វនាគនេះគឺជាបិសាចនៅក្នុងទីក្រុងការប្រយុទ្ធរបស់ខ្ញុំជាមួយវាមិនទាន់ចប់នៅឡើយទេបន្ទាប់ពីវិនិច្ឆ័យស្ថានភាពខ្ញុំបានសម្រេចចិត្តធ្វើការជាមួយលោកម្ដងទៀតដើម្បីសម្លាប់វា